ឆានែលរឿងព្រេងកថាសូមជូនរឿងប្រវត្តិចូលឆ្នាំខ្មែរប្រវត្តិរឿងចូលឆ្នាំខ្មែរមានដំណើរថានៅដើមផុតកប្បនាសម័យព្រះពុទ្ធកាលដែលលីលំទៅនឹងឥណ្ឌូសាសនាមានសេដ្ឋីម្នាក់ដែលគោរពព្រះពុទ្ធសាសនាលោកមានកូនប្រុសម្នាក់ឈ្មោះថាធម្មបាកុមារដែលមាននៅចំណេះវិជ្ជាដ៏វិសេសចេះភាសាសាន់និងរៀនចប់គម្ពីរត្រៃវេទតាំងពីអាយុ9ឆ្នាំសេដ្ឋីបិតាបានកសាងអាស្រមមួយឲ្យធម្មបាកុមារដើម្បីជាការធ្វើសមាធិធម្មបាកុមារបានក្លាយទៅជាអាចារ្យក្មេងសម្ដែងមង្គលទេសនាផ្សេងៗដល់មនុស្សសត្វផងទាំងឡាយទាំងពួងក្នុងលទ្ធិព្រះពុទ្ធសាសនាគ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាកុមារបានល្បីរន្ទឺដល់កបិលមហាព្រហ្មដែលជាទេវៈមុខ4ដែលជាអ្នកសម្ដែងនៅមង្គលដល់មនុស្សទាំងឡាយទាំងពួងក្នុងលទ្ធិព្រហ្មញ្ញសាសនានាពេលកបិលមហាព្រហ្មបានប្រមាលមើលហើយឆ្ងល់ថាហេតុអ្វីបានជាអវតារព្រះវិស្ណុទៅចាប់កំណើតជាធម្មបាកុមារហើយបែរជាទៅគោរពព្រះពុទ្ធសាសនាវិញដើម្បីចង់ផ្ចាញ់ព្រះវិស្ណុដែលចាប់កំណើតជាធម្មបាកុមារកបិលមហាព្រហ្មគោក្រឡាខ្លួនជាសមណព្រហ្មពួកព្រាហ្មណ៍យាងចុះមកសួរនៅចំណោទប្រស្នា3ប្រការដល់ធម្មបាកុមារដោយសន្យាទុកថាបើដោះប្រស្នាបានអាត្មាអញដែលជាសមណព្រាហ្មណ៍នេះនឹងកាត់ក្បាលបូជាចំពោះធម្មបាកុមារតែបើធម្មបាកុមារដោះប្រស្នានេះមិនរួចទេអាត្មាអញនឹងកាត់ក្បាលធម្មបាកុមារវិញធម្មបាកុមារសូមឲ្យពន្យាពេលចំនួន7ថ្ងៃដើម្បីគិតប្រស្នានោះសិនលុះកន្លងទៅបាន6ថ្ងៃហើយក៏នៅតែគិតមិនឃើញដឹងថាខ្លួនព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រកាសដូច្នេះអញគួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យឆ្ងាយប្រសើរជាងការគេចវេះរបស់ធម្មបាកុមារបានទៅសម្រាកក្រោមដើមត្នោតមួយដែលជាសម្បុកសត្វឥន្ទ្រីញីឈ្មោលមួយគូដែលសត្វឥន្ទ្រីនោះជាការក្រឡាខ្លួនរបស់ស្ដេចគ្រុឌដែលជាយានជំនិះរបស់ព្រះវិស្ណុដែលចាំជួយដល់ទ្រង់ដែលចាប់កំណើតជាអវតារមនុស្សឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថាឥន្ទ្រីញីសួរថាតើព្រឹកនេះយើងនឹងបានអ្វីធ្វើជាអាហារឥន្ទ្រីឈ្មោលឆ្លើយថាយើងនឹងបានស៊ីសាច់ធម្មបាកុមារដែលត្រូវកបិលមហាព្រហ្មសម្លាប់ព្រោះដោះប្រស្នាមិនរួចឥន្ទ្រីញីសួរថាប្រស្នានោះដូចម្ដេចឥន្ទ្រីឈ្មោលឆ្លើយថាតើវេលាព្រឹកសិរីសួស្តីស្ថិតនៅត្រង់ណានៃមនុស្សប្រស្នាទី1ឆ្លើយថានៅមុខហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលុបមុខដើម្បីជាមង្គលពេលព្រឹកឥន្ទ្រីឈ្មោលបន្តថាតើថ្ងៃត្រង់សិរីសួស្តីស្ថិតនៅត្រង់ណានៃមនុស្សប្រស្នាទី2ឆ្លើយថានៅដើមទ្រូងតែហេតុនោះពេលថ្ងៃត្រង់ក្តៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលពេលថ្ងៃឥន្ទ្រីឈ្មោលបន្តទៀតថាតើវេលាព្រលប់ចូលដេកសិរីសួស្តីស្ថិតនៅត្រង់ណានៃមនុស្សប្រស្នាទី3ឆ្លើយថានៅជើងហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននឹងចូលគេងដើម្បីជាមង្គលពេលព្រលប់ធម្មបាបានឮដូច្នេះហើយមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងគោត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថ្ងៃទី7ចុងក្រោយដែលជាថ្ងៃអាទិត្យក្រោយមកធម្មបាកុមារបានឆ្លើយដោះប្រស្នានោះរួចពីសមណព្រហ្មនោះក៏សុខចិត្តចាញ់នឹងកាត់ក្បាលដើម្បីបូជាសមណព្រហ្មនោះមុននឹងកាត់ក្បាល
បានក្រឡាខ្លួនជាកបលមហាព្រហ្មវិញរួចហៅទេពធីតាទាំង7អង្គដែលជាបុត្រីរបស់ខ្លួនមកប្រាប់ថាឥឡូវនេះបិតាកាត់ក្បាលបូជាចំពោះធម្មបាកុមារដែលចាញ់ភ្នាល់ប្រស្នានោះតែបើដាក់ព្រះសិរសារបស់ព្រះបិតានៅលើផែនដីនឹងធ្វើឲ្យកើតជាភ្លើងឆេះទាំងលោកធាតុហើយបើបោះទៅលើអាកាសនឹងគ្មានភ្លើងធ្លាក់រាំងស្ងួនបើចោលទៅក្នុងទឹកសមុទ្រនឹងធ្វើឲ្យទឹកសមុទ្ររីងស្ងួតអស់ចូលបុត្រីយកទៅដង្កល់នៅភ្នំព្រះសុមេរុដូច្នេះសូមបុត្រីទាំង7យកពានមកទទួលព្រះកេសារបស់ព្រះបិតាបណ្ដាំចប់ហើយកបលមហាព្រហ្មក៏កាត់ក្បាលហោចទៅឲ្យព្រះនាងទង្សាទេវីដែលជាកូនច្បងព្រះនាងទង្សាទេវីក៏យកពានទៅទទួលព្រះកេសារបស់ព្រះបិតាហើយហោះហើរហែប្រទក្សិណភ្នំកៃលាសចំនួន60នាទីហើយក៏យកជើងពានដែលត្រូវព្រះកេសារបស់ព្រះបិតានោះទៅប្រដេស្ថានទុកក្នុងមណ្ឌលនៅក្នុងគុហាកន្ធមាលីនៃភ្នំព្រះសុមេរុនៅឯឋានសួគ៌រួចបូជានៅគ្រឿងទិព្វផ្សេងក្រោយមកទេពធីតាទាំង7អង្គនោះក៏ប្រសិទ្ធនាមថាធម្មបាកុមារធម្មបាកុមារដោយប្រែមកថាព្រះវិស្កម្មទេវបុត្រហើយបានឲ្យត្បូងកែវ7គ្រាប់ឈ្មោះថាភគវតីសភាទៅធម្មបាកុមារត្បូងពណ៌ក្រហមឈ្មោះថាបទុមរាជឆ្លាក់រូបព្រះឥន្ទព្រះកែវភ្លើងព្រះនៃពន្លឺត្បូងពណ៌ស្វាយឈ្មោះថាបុក្កាដាក់ក្នុងដងព្រួញរបស់ព្រះវិស្ណុកាឬព្រះរាមត្បូងពណ៌ខៀវឈ្មោះថាមូរាដែលចុងក្រោយคล้ายជាព្រះនាងអរខទេវីទេវតាតំណាងឲ្យផ្គរលាន់តមករឿងព្រេងមណីមេខលាត្បូងពណ៌លឿងឈ្មោះថាពិទូធ្វើជាក្របភ្នែកដាក់ក្នុងព្រះនេត្ររូបចម្លាក់ព្រះសិអាមេត្រីដែលជាព្រះពុទ្ធចុងក្រោយនៃសាសនារបស់ព្រះពុទ្ធទាំង5ព្រះអង្គត្បូងពណ៌បៃតងឈ្មោះថាមរកតឆ្លាក់ជារូបព្រះពុទ្ធអង្គព្រះកែវមរកតថ្លើមថ្មពណ៌សឈ្មោះថាបោសរាកៈបានកើតជាស្វាហនុមានត្បូងនីលៈពណ៌ខ្មៅឈ្មោះថានីលៈវ័នបានកើតជាស្វាខ្មៅឈ្មោះនីលៈភៈអ្នកនាំសាររបស់ព្រះរាមត្បូងទាំង7គ្រាប់ដំណើរតមករឿងរាមកេរ្តិ៍នៅពេលដែលព្រះវិស្ណុកាធំពេញវ័យនាងកោសលកល្យាណដែលត្រូវជាមហេសីព្រះបាទទសវង្សបានយកទៅធ្វើជាកូនហើយនាំចូលទៅក្នុងព្រះរាជវាំងរួចតែងតាំងទ្រង់ជាព្រះរាមជាចុងក្រោយលុះដល់គម្រប់1ឆ្នាំជាសង្ក្រាន្តនាងទេពធីតាទាំង7គូផ្លាស់ប្ដូរវេនគ្នាមកអញ្ជើញព្រះកេសារបស់កបលមហាព្រហ្មដែលជាបិតារបស់ខ្លួនចេញមកហែប្រទក្សិណភ្នំកៃលាសរាល់ឆ្នាំហើយត្រឡប់យកព្រះកេសារបស់ព្រះបិតាទៅទុកក្នុងគុហាកន្ធមាលីនាភ្នំព្រះសុមេរុនាឋានទេវលោកវិញនេះគឺជាអត្ថបទបកស្រាយអំពីប្រភពដែលកើតមានទេពធីតាសង្ក្រាន្តទាំង7របស់កបលមហាព្រហ្មជាអាទិទេពចម្បងដ៏ធំបំផុតនៃព្រហ្មញ្ញសាសនាព្រោះព្រហ្មជាអ្នកបង្កើតលោកភាវៈធម្មជាតិទាំងអស់និងគម្ពីរវេទពោលគឺជាអ្នកសាងលោកលក្ខណៈពិសេសសម្គាល់ព្រះព្រហ្មមុខ4ដៃកាន់គម្ពីរវេទឬផ្កាឈូកកាយសម្បរក្រហមកេតនភ័ណ្ឌថោផ្កាថាស្លាបព្រាសត្វពីហណៈសត្វហង្សយានជំនិះមហេសីទី1នាងកាយាត្រីនាងមិនមានកូននោះទេទើបព្រះព្រហ្មឲ្យនាងផឹកអង្កាំ7គ្រាប់ដែលនៅក្នុងកេតនភ័ណ្ឌថោផ្ការបស់ព្រះព្រហ្មហ
ហើយបង្កើតបានជាបុត្រីទាំង7តំណាងឲ្យថ្ងៃទាំង7នៅលើផែនដីព្រះនាងមានឈ្មោះថាទុង្សាទេវីគោរាគទេវីរក្សសាទេវីមន្តាទេវីកិរណីទេវីកិមេរាទេវីនិងមហោតរាទេវីមហេសីទី2នាងសាវតីនាងមានបុត្រី3អង្គទស្សកៈភុរកៈនិងសន្ធិយានៅវីដេអូបន្ទាប់ខ្ញុំនឹងលើកយកនៅទំនៀមចូលឆ្នាំខ្មែរជូនជាទីស្ដាប់សូមអរគុណ